គិតទៅទេហ៊ានខ្មែរទាំង18រូបត្រូវថៃចាប់ទៅចំនួន96ថ្ងៃទៅហើយនៅពេលនេះលោកអនុទានបាននិយាយថាទាហានកម្ពុជា18នាក់នឹងត្រូវដោះលែងនៅពេលដែលលែងមានប្រយោជន៍សម្រាប់ប្រទេសថៃនាយករដ្ឋមន្ត្រីថៃលោកអនុទានឆាយវីរៈគុលបាននិយាយលើបញ្ហាមួយចំនួនក្រោយត្រឡប់មកពីកិច្ចប្រជុំកំពូលអាប៉ិចនៅប្រទេសកូរ៉េខាងត្បូងវិញគឺលោកអនុទានបាននិយាយតាក់ទងជាមួយនឹងអ្នកទោសសង្គ្រាមកម្ពុជាចំនួន18រូបលោកអនុទានបានលើកឡើងថាដំណើរការនេះនឹងអនុវត្តតាមនីតិវិធីដែលបានកំណត់នាយករដ្ឋមន្ត្រីថៃរូបនេះបាននិយាយទៀតថាចំពោះរបាយការណ៍ដែលថាអ្នកជាប់ឃុំស្វែងរកសិទ្ធិជ្រកកោនគឺមិនមែនជាការពិតនោះទេហើយមិនមែនជាផ្នែកមួយនៃសេចក្តីប្រកាសរួមរវាងថៃនិងកម្ពុជានោះទេលោកបានបន្ថែមទៀតថាអាជ្ញាធរថៃនឹងវាយតម្លៃករណីនីមួយៗដោយសម្របសម្រួលជាមួយនឹងកម្ពុជាហើយធ្វើសកម្មភាពស្របទៅតាមបទបញ្ញត្តិអន្តរជាតិប្រសិនបើទាហានទាំង18នាក់ត្រូវបានចាត់ទុកថាលែងមានប្រយោជន៍សម្រាប់ប្រទេសថៃទៀតហើយនោះពួកគេនឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025នេះចំណែកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានពន្យល់បន្ថែមថាការដោះលែងទាហានទាំង18នាក់គឺជាផ្នែកមួយនៃក្របខ័ណ្ឌរំសាយអាវុធដែលបានព្រមព្រៀងគ្នាថាត្រូវអនុវត្តជាដំណាក់កាលដោយដំណាក់កាលនីមួយៗគឺចាប់ផ្ដើមនៅថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025សូមជម្រាបជូនថាគិតមកដល់ថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025នេះគឺមានរយៈពេល96ថ្ងៃហើយដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចូលមកចាប់ខ្លួនដោយខុសច្បាប់បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានរួចហើយនោះកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលជាថ្ងៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃសម្ដេចធិបតីហ៊ុនម៉ាណែតបានបង្ហាញពីក្តីសង្ឃឹមយ៉ាងមាស់មុតថាទាហានកម្ពុជាទាំង18នាក់នឹងត្រូវបានដោះលែងមកវិញជាបន្ទាន់ក្រោមហេតុផលមនុស្សធម៌និងស្របតាមការឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាជាមួយគ្នារួចហើយនោះរីឯលោកដូណាល់ត្រាំប្រធានាធិបតីរបស់សហរដ្ឋអាមេរិកវិញក៏បានលើកឡើងក្នុងពិធីនេះដែរថាទាហានខ្មែរទាំង18នាក់នឹងត្រូវបានដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃក្រោយមកមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកមិនបញ្ចេញឈ្មោះបានបង្ហាញពីក្តីរំពឹងថាថៃនឹងធ្វើការជាមួយកម្ពុជាដើម្បីឈានទៅដល់ការដោះលែងជាបន្ទាន់នៅទាហានកម្ពុជាទាំង18រូបដែលថៃបានចាប់កាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2025កន្លងទៅយ៉ាងណាមិញសម្រាប់លោកអនុទានបានបញ្ជាក់ថាថៃនឹងដោះលែងទាហានកម្ពុជាទាំង18នាក់ប៉ុន្តែក៏ត្រូវអាស្រ័យលើកម្ពុជាអាចគោរពគោលការណ៍កិច្ចព្រមព្រៀងបានប៉ុណ្ណាពិសេសពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនក្រោយពីការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែនកន្លងមកថៃក៏បានដាក់លក្ខខណ្ឌមួយចំនួនបើសិនជាកម្ពុជាចង់ឲ្យទាហានដែលជាប់ឃុំនោះត្រូវបានដោះលែងការដោះមានពីព្រំដែនការបង្ក្រាបបទល្មើសឆ្លងដែននិងការឆោបបោកតាមអនឡាញហើយចំណាយពេលនេះលោកអនុទានបាយចំមកនិយាយថាបើចង់ដោះលែងទាហានទាំង18នាក់នោះគឺត្រូវតែលែងមានផលប្រយោជន៍ដល់ប្រទេសថៃសិននេះបានន័យថាលោកអនុទានមិនក្រែងញញើតលោកត្រាំអីសំបីតែបន្តិចនោះទេយើងនឹងចាំមើលតទៅទៀតថាតើថៃនឹងមានល្បិចអ្វីទៀតនៅក្នុងការដោះលែងទាហានរបស់ខ្មែរទាំង18នាក់នេះតើគេចង់ទុកដល់ពេលណាហើយគេមិនខ្លាចប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំទេឬយ៉ាងណាហើយនៅពេលនេះយើងមិនដឹងទេថាទាហានទាំង18រូបនៅក្នុងប្រទេសថៃនោះនៅបានសុខឬមួយក៏អត់គាត់រងទុក្ខអ្វីខ្លះបញ្ហាអ្វីខ្លះគេគៀបសង្កត់អ្វីខ្លះហើយខាងកម្ពុជាក៏ព្រមធ្វើតាមលក្ខខណ្ឌរបស់ថៃទាំងនោះហើយដើម្បីឲ្យបានដោះលែងទាហានទាំង18រូបនោះប៉ុន្តែពេលនេះលោកអនុទាននាយករដ្ឋមន្ត្រីថៃបែរចំមកនិយាយបែបនេះទៅវិញយើងមិនដឹងថាតើគេចង់លេងល្បិចអ្វីទៀតនោះទេទាំងដែលសហរដ្ឋអាមេរិកក៏បានស្រែកក្តែងថាឲ្យថៃត្រូវតែដោះលែងទាហានកម្ពុជាទាំង18រូបនោះជាបន្ទាន់យើងបានដឹងស្រាប់ហើយថាថៃតែងតែកលិចកលុចរកតែទុកចិត្តមិនបាននោះទេហើយនៅក្នុងថ្ងៃនេះផងដែរ
ថៃក៏បានចូលដោះមីននៅក្នុងទីតាំង4ក្នុងចំណោម13នៅតាមតំបន់ព្រំដែនប្រទេសថៃបានចាប់ផ្ដើមបោះសម្អាតមីននៅទីតាំងចំនួន4ក្នុងចំណោម13តំបន់នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនេះបើយោងតាមកាសែត The Nation ចេញផ្សាយនៅថ្ងៃទី28ខែតុលាឆ្នាំ2025លោក Win Thai Subari បាននិយាយថាប្រតិបត្តិការបោះសម្អាតមីននឹងធ្វើឡើងនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពថៃភូមិភាគទី1គ្របដណ្ដប់ព្រំដែនខេត្តស្រះកែវនិងបន្ទាយមានជ័យភូមិភាគទី2លាតសន្ធឹងជាប់ព្រំដែនខេត្តឧត្តរមានជ័យនិងព្រះវិហារនិងនៅតំបន់ក្រោមបញ្ជាការការពារព្រំដែនច័ន្ទបុរីនិងត្រាតហើយថាការបោះសម្អាតនឹងពង្រីកជាបន្តបន្ទាប់ជាពិសេសរវាងបង្គោលព្រំដែនលេខ42និង47ដែលគ្របដណ្ដប់ភូមិដងច័ន្ទជាប់ភូមិជោគជ័យនិងភូមិនងយ៉ាកៅជាប់ភូមិព្រៃច័ន្ទលោក Win Thai បាននិយាយថាការបោះសម្អាតមីននេះនឹងបញ្ចប់រួចរាល់ត្រឹមថ្ងៃទី17ខែធ្នូឆ្នាំ2025នឹងធ្វើឡើងស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកាឡាឡាំពួរដែលប្រទេសកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025រដ្ឋមន្ត្រីការពារជាតិថៃក៏បាននិយាយថាប្រទេសនីមួយៗត្រូវទទួលខុសត្រូវលើការដោះមីននេះរៀងខ្លួនហើយសង្កត់ធ្ងន់ថាកម្ពុជាត្រូវបោះសម្អាតមីននៅតំបន់ប្រាសាទតាក្របីដោយមានក្រុមសង្កេតការអាស៊ាន AOT ទៀងទាត់ផងដែរក្រោមកិច្ចព្រមព្រៀងសន្តិភាពនិងលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការខណ្ឌសីមាព្រំដែនគូក JBC បានកំណត់ថាការដោះមីនត្រូវធ្វើឡើងនៅតំបន់ដែលបានកំណត់រួមគ្នានិងស្របទៅតាមស្តង់ដារនីតិវិធីក៏ប៉ុន្តែមកដល់ពេលនេះមិនទាន់មានសេចក្តីប្រកាសណាមួយពាក់ព័ន្ធទៅនឹងតំបន់ដែលភាគីទាំងពីរបានរួមគ្នាកំណត់នៅឡើយទេប៉ុន្តែយើងក៏នៅឆ្ងល់មួយទៀតថាតើពេលណាសៀមព្រមដោះបន្លាលួសចេញពីទឹកដីរបស់ខ្មែរបងប្អូនទាំងអស់គ្នាយើងក៏នៅតែចាំមើលដែរថាតើសៀមនេះវាព្រមដកបន្លាលួសចេញពីទឹកដីរបស់ខ្មែរយើងដែរឬទេ